ណែខ្ញុំសូមនិយាយបន្តិចថ្ងៃនេះថ្ងៃច័ន្ទទី30ខែវិច្ឆិកាឆ្នាំ2025និយាយអំពីឧត្តមសេនីយ៍សំអាតវងឧត្តមសេនីយ៍ផ្កាយ2គាត់ផ្កាយ2គឺគាត់កំពុងតែហូបបាយគាត់កំពុងតែសម្រាកគាត់កំពុងតែឈរពិនិត្យមើលការធ្វើផ្លូវពេញមកប្រទេសខ្មែរបាត់ដំបងសៀមរាបណែកំពង់ឆ្នាំងកំពតនៅកន្លែងនេះកំពង់ឆ្នាំងតែរូបភាពនេះរូបភាពនៅកំពង់ឆ្នាំងណែខ្ញុំហៅតែគាត់ណែលោកអឹងទេគាត់ឈ្មោះស្អាតតាមពិតគេហៅអាចច្រើនជាងខ្ញុំរាប់អានគាត់នឹងតាំងពីឆ្នាំ1980ផ្លាយមករហូតទល់ឥឡូវហ្នឹងអត់ទាន់បាត់ទេឃើញជីវភាពគាត់ទេគាត់ធ្វើការគាត់ហូបបាយគាត់សម្រាកមើលឃើញនេះឥឡូវហ្នឹងបងប្អូនជាពិសេសនេះបងប្អូននៅក្រៅប្រទេសដែលតែងតែនិយាយខ្លះទេខ្ញុំមិននិយាយទាំងអស់ទេគេខ្ញុំក៏សូមគោរពបងប្អូនយើងនៅក្រៅប្រទេសដែរដែលគេចេញធ្វើបាតកម្មរាល់តែថ្ងៃសៅរ៍អាទិត្យថ្កោលទោសសៀមតែកំពុងតែនៅតាំងពីចាប់ផ្ដើមមករហូតដល់ថ្ងៃដូច្នេះណែបងប្អូនយើងនៅក្រៅប្រទេសនោះក៏ខំមកដែរប្រទេសឲ្យស្គាល់បងប្អូនខ្លះនៅក្រៅប្រទេសឲ្យស្គាល់ឃើញណែលោកផ្កាយ2អាចនេះគាត់ឈរមើលការត្រួតត្រាផ្លូវខ្លាចធ្វើខុសខ្លាចធ្វើមិនល្អគាត់ទទួលខុសត្រូវមកគាត់ហូបបាយគាត់ទៅសម្រាកមានពូអីណាមានម៉ាស៊ីនត្រជាក់អីណាសម្រាប់នៅកន្លែងថ្ងៃក្តៅណាឲ្យហូបបាយអញ្ចឹងឲ្យយល់ផងកុំឃើញតាមកខាងពាក់ពេញតែប្រទេសអាក្រក់ហើយរូបភាពហ្នឹងមិនមែនសំដែងទេណាមិនមែនខ្ញុំយកមកចុះទៅសំដែងទេមិនមែនទេខ្ញុំមិនមែនជាមនុស្សរបៀបសំដែងទេខ្ញុំនោះអ្នកណាក៏ស្គាល់ខ្ញុំដែរដូច្នេះនេះជាការពិតអ្វីដែលក្នុងប្រទេសយើងគេមានមនុស្សល្អច្រើនណាស់ច្រើនណាស់ខ្ញុំមកនៅក្នុងប្រទេសជាង1ឆ្នាំមកខ្ញុំស្គាល់ច្បាស់ណាស់តែក៏មានអមនុស្សខូចច្រើនដែរណែនិយាយឲ្យពិតណាមនុស្សល្អច្រើនមនុស្សខូចក៏ច្រើនដូចតែគ្នាខ្ញុំសូមបងប្អូនជួយពិចារណាហើយយើងកុំយកទៀនអីដែលធ្វើឲ្យប្រទេសអន្តរាយយ៉ាងហោចណាស់ក៏យើងមានដំណើរមកដល់ពេលនេះដែរឃើញលោកអឹងមួយដែលគាត់ជាផ្កាយ2ជាគំរូស្រាប់ដូច្នេះយើងត្រូវនិយាយជួយគ្នាដើម្បីឲ្យល្អតទៅមុខពីដើមមិនបានដល់ប៉ុណ្្នឹងទេផ្លូវអីធ្វើ24ម៉ោងសឹងតែ1ឆ្នាំ2ឆ្នាំបាត់ពីពួកអាស៊ានវាកាលខ្ញុំនៅអាមេរិកណាប្រទេសយើងដែលបានសន្តិភាពណាសៀមប្រធានាធិបតីវានាយករដ្ឋមន្ត្រីខ្ញុំចាំហើយចាក់វានិយាយថាវាអត់គិតពីអំពីអរិញសន្តិភាពនៅប្រទេសកម្ពុជាទេវាគិតតែធ្វើអំពីធ្វើអរិញ business ទេនៅប្រទេសកម្ពុជាហើយយកមកព្រាមហ្នឹងធ្វើផ្លូវក៏ធ្វើអូស៊ីក៏ស៊ីស្អីក៏គ្រប់សពទាំងអស់ដូច្នេះវាត្រួតត្រាយើងនឹងវាយូរមកហើយសៀមហើយយើងលំមពីអលឹកហើយធ្វើល្អដោយលោកអឹងអីចឹងទៅសុំទោសខ្ញុំមិនមែនថាលើកដំកើងគាត់អីទេប៉ុន្តែគិតរឿងពិតវាគាត់ជាគំរូមួយខ្ញុំឆ្លៀតបន្ថែមបន្តិចចុងក្រោយទៅចុះពីម្សិលហ្នឹងទៅថ្ងៃអាទិត្យណាខ្ញុំទៅហូបណែពេលព្រឹកពេលព្រឹកនៅក្រៅជាមួយក្មួយខ្ញុំនៅកន្លែងភោជនីយដ្ឋានមួយធម្មតាមិនមែនជាភោជនីយដ្ឋានខ្ពស់អីណាមានអីទេដល់ទៅសេតទៅឃើញនៅច្បាយក្រុងហើយនឹងលោកជំទាវគាត់ហើយនឹងកូនស្រីគេក្មួយនោះប្រាប់ថាណែលោកច្បាយក្រុងគាត់ប្រហូបអីនឹងក្រៅហើយខ្ញុំឡើងទៅលើអញ្ចឹងក្មួយខ្ញុំក៏ចុះមកខ្ញុំក៏ចុះមកតាមខ្ញុំមកជំរាបសួរក្នុងប្រជាពលរដ្ឋធម្មតាខ្ញុំចង់និយាយអញ្ចេះខ្ញុំប្រាប់ក្មួយខ្ញុំស្មានតែនៅឃើញយូសូច្បាយក្រុងអញ្ចឹងស្មានតែគេមិនហូបអីចូលរាយរងអីអញ្ចឹងណាស្នេះមកទាំងគ្រួសារទាំងកូនអីមកសាមញ្ញធម្មតាមិនដឹងទេមិនដឹងដូចជា
ខ្ញុំស្លាប់ស្មានទៅពួកណែកងនឹងធំច្បាយក្រុងអញ្ចឹងបែរទៅ VIP បន្ទប់ស្រាប់បិទហើយបិទម៉ាស៊ីនបើកម៉ាស៊ីនត្រជាក់នេះអត់ដូចធម្មតាដូច្នេះបងប្អូនទាំងអស់ត្រូវយល់ណាប្រទេសកម្ពុជាមិនដូចពីមុនទេដូរច្រើនណាស់ដាក់ខ្លួនទៀបខំធ្វើការគ្រប់បែបគ្រប់យ៉ាងទាំងអស់គ្នាច្រើនណាស់ដូច្នេះឲ្យបន្ទន់អេរិយាបថទៅនៅខាងក្រៅប្រទេសដែលអ្នកដែលធ្លាប់តតិទៀនជួនកាលអត់មើលខ្លួនឯងអត់មើលខ្លួនឯងយើងត្រូវមើលខ្លួនឯងផងឆ្លោះកញ្ចក់មើលខ្លួនឯងផងប៉ោតណាកាលណាវាក្ដុំក្ដាំងលងពេជ្រទៅវាអត់មានទឹកទេខាងក្នុងហើយទៅបងប្អូនដែលឮនេះគេថាដូចទឹកកន្លះក្អមនៅនឹងគេដាក់ដូចទឹកកន្លះក្អមហ្នឹងគេមានបញ្ជាក់ថាប្រាប់តិចតែបុគ្គលមួយដែលមិនគ្រប់ទឹកដូច្នេះពិចារណាឲ្យមែនតែនទៅយើងជួយគ្នាមកប្រទេសយើងកំពុងតែដំណើរឆ្ពោះទៅរកការរីកចម្រើនហើយបើយើងមិនជួយគ្នាទេកុំបលិចមិនជួយទេនៅស្ងៀមទៅកុំបលិចអរគុណមក